ពិតជារន្ធត់ណាស់បើកម៉ូតូសណ្ដោងរមាក់ដឹកត្រីយកទៅលក់កំពុងតែឆ្លងផ្លូវក៏ត្រូវរថយន្តបុកពេញទំហឹងអូសចម្ងាយប្រហែល400ម៉ែត្របណ្ដាលឲ្យប្តីស្លាប់ដាច់ខ្លួនជាពីរចំណែកឯប្រពន្ធរងរបួសធ្ងន់ម្ចាស់រថយន្តត្រូវបានបងប្អូនមកជំនះរត់បាត់ស្រមោលបងត្រូវមិនគាត់ដែរបងអូនថ្លៃឥឡូវនេះជនរងគ្រោះគាត់បានផុតបាត់ហើយបាទនេះហេតុការណ៍ដ៏រន្ធត់មួយនេះបានកើតឡើងកាលពីវេលាម៉ោង 2:15 នាទីយប់ថ្ងៃទី15ខែកុម្ភៈឆ្នាំ2026ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ4ក្នុងឃុំបៃចានស្រុកអង្គស្នួខេត្តកណ្ដាលបើតាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុគាត់បានឃើញបុរសម្នាក់និងស្ត្រីម្នាក់ដែលជាប្តីប្រពន្ធនឹងគ្នាបានបើកម៉ូតូសណ្ដោងរមាក់ដឹកត្រីមួយគ្រឿងចេញពីផ្ទះឆ្លងផ្លូវជាតិលេខ4ក្នុងបំណងទិសដៅពីលិចទៅកើតដើម្បីយកទៅលក់នៅផ្សារចំពោះវ័នដោយសពមួយដងខណៈកំពុងតែបើកឆ្លងផ្លូវក៏ស្រាប់តែមានរថយន្តម៉ាក Camry Hybrid មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2AM 0510គុតបើកបោកក្នុងល្បឿនលឿនក្នុងទិសដៅពីលិចទៅកើតស្របទិសដៅគ្នាក៏បានបុកពេញទំហឹងបណ្ដាលឲ្យប្រពន្ធប៉ាងចេញពីរមាក់រងរបួសធ្ងន់ចំណែកឯប្តីត្រូវរថយន្តបុកអូសចម្ងាយ400ម៉ែត្របណ្ដាលឲ្យដាច់ជាពីរស្លាប់យ៉ាងអនាធមនៅកន្លែងកើតហេតុរីឯម្ចាស់រថយន្តត្រូវបានបងប្អូនមកជំនះយកទៅបាត់ស្រមោលឈឹងក្រោយពីកើតហេតុសមត្ថកិច្ចចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួលបានមកដល់ទីតាំងកន្លែងកើតហេតុបានធ្វើការវាស់វែងហើយក៏ស្ទូចយកទាំងរថយន្តនិងម៉ូតូរ៉ឺម៉កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួលចំណែកឯសាកសពបរិសុទ្ធជាប្តីខាងលើត្រូវបានក្រុមគ្រួសារសាច់ញាតិមកទទួលយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណីរីឯប្រពន្ធត្រូវបានយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យខ្ញុំបាទឆាដារ៉ាពី IQ News